បាទស្វាគមន៍មកកាន់ Channel ព័ត៌មានអន្តរជាតិបាទសួស្តីអ្នកទាំងអស់គ្នាបាទចឹងស្វាគមន៍មកកាន់ Channel ជាថ្មីបាទថ្ងៃនេះយើងនឹងបន្តពិភាក្សាអំពីបាទរវាងរុស្ស៊ីនិងអ៊ុយក្រែនបាទព័ត៌មាននេះក៏យើងដកស្រង់ចេញពីសារព័ត៌មាន Reuters ផងដែរបាទអញ្ចឹងបាទយើងនឹងបន្តកិច្ចពិភាក្សារវាងបាទសហរដ្ឋអាមេរិកនិងរុស្ស៊ីដែលនឹងមានការពិភាក្សាមួយនៅទីក្រុងមូស្គូបាទអញ្ចឹងព័ត៌មាននេះគឺយើងដកស្រង់ចេញថ្ងៃទី11បាទខែ6ឆ្នាំ2025ចេញពីសារព័ត៌មាន Reuters ផងដែរបាទអញ្ចឹងកិច្ចពិភាក្សាខាងសេដ្ឋកិច្ចនិងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនិងរុស្ស៊ីបាទនឹងផ្លាស់ទីពីទីក្រុងអ៊ីស្តាន់ប៊ូលទៅកាន់ទីក្រុងមូស្គូបាទក្នុងពេលឆាប់ៗនេះផងដែរបាទប្រិយមិត្តបាទអញ្ចឹងយើងសង្ឃឹមថាកិច្ចពិភាក្សានេះផងដែរគឺនឹងនាំបាទឲ្យមានសញ្ញាវិជ្ជមានមួយបាទឈានទៅរកបាទអាចថានឹងបញ្ចប់សង្គ្រាមផងដែរបាទឯកអគ្គរដ្ឋទូត Alexander Dachiel បញ្ជាក់ថាទោះបីជាពេលនេះទំនាក់ទំនងសង្គមបាទទាំងពីរនៅក្នុងស្ថានភាពបាទតានតឹងខ្លាំងក៏ដោយក៏នៅតែមានការតស៊ូនិងប្រឹងប្រែងក្នុងការរកដំណោះស្រាយផងដែរបាទចំណុចនេះផងដែរក៏ខ្ញុំចង់បញ្ជាក់ផងដែរថាសង្គ្រាមបាទគឺធ្វើឲ្យលំបាកមែនតើចំពោះបាទអ៊ុយក្រែនបាទហើយក៏នឹងរុស្ស៊ីផងដែរបាទអញ្ចឹងលោកថាយើងនៅឆ្ងាយបន្តិចពីគ្នាក្តីប៉ុន្តែការស្ដារទំនាក់ទំនងនិងបាទការសន្ទនាថ្មីនឹងកាត់ឡើងឆាប់ៗនៅទីក្រុងមូស្គូផងដែរបាទហើយយើងក៏សង្ឃឹមថាការចរចានេះនឹងមានសញ្ញាវិជ្ជមានហុចទៅឲ្យប្រទេសទាំងពីរផងដែរព្រោះសប្តាហ៍ថ្ងៃនេះបាទប្រិមិត្តក៏ដឹងស្រាប់ហើយបាទហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងបាទអាគារស្នាក់នៅទាំងតូចទាំងធំបាទត្រូវបានបំផ្លិចបំផ្លាញដោយសារតែសង្គ្រាមនេះផងដែរបាទអញ្ចឹងយើងព័ត៌មានបាទទី1បន្តិចទៀតយើងនឹងចូលព័ត៌មានទី2ទៀតផងដែរបាទស្វាគមន៍ជាថ្មីមកកាន់ Channel ព័ត៌មានអន្តរជាតិបាទអញ្ចឹងនេះគឺជាព័ត៌មានទី2ផងដែរបាទទៅពីប្រិមិត្តបាទមិនខុសពីព័ត៌មានមុនផងដែរបាទគឺយើងដកស្រង់បាទចេញពីសារព័ត៌មាន Reuters ផងដែរបាទអញ្ចឹងអ៊ុយក្រែនក៏បានទទួលអតីតបាទយុទ្ធជនបាទបានពលីជីវិតក្នុងបាទសង្គ្រាមបាទក្នុងសង្គ្រាមតាំងពីការប្រយុទ្ធលើកដំបូងបាទរបស់អ៊ុយក្រែនផងដែរបាទរវាងអ៊ុយក្រែននិងរុស្ស៊ីបាទប្រិមិត្តអញ្ចឹងក្នុងនោះបាទបានទទួលសពដែលបានពលីជីវិតនឹងចំនួន1212នាក់ដែលបាទរុស្ស៊ីបញ្ជូនត្រឡប់មកវិញផងដែរបាទអញ្ចឹងប្រតិបត្តិការនេះបាទត្រូវបានអនុវត្តនៅទីតាំងមួយកន្លែងនៅត្រង់ព្រំដែនប្រទេសទាំងពីរដោយមានបាទការតំណែងយ៉ាងប្រុងប្រយ័ត្នបាទហើយនឹងមានការគ្រប់គ្រងគ្រប់គោលដៅបាទពហុភារកិច្ចបាទតាម Telegram របស់កម្មវិធីសម្របសម្រួលផងដែរបាទអញ្ចឹងអ្វីត្បិតតែមានការប្រគល់បាទសពដែលបានពលីបាទនេះមែនក៏ប៉ុន្តែប្រតិបត្តិការនេះគឺបាទត្រូវបានអនុវត្តយ៉ាងតឹងរឹងបំផុតផងដែរបាទជាវាងបាទបញ្ជូនមកហើយមានការប៉ះទង្គិចបន្ថែមទៀតផងដែរបាទប្រិមិត្តបាទអញ្ចឹងកន្លងមកក្រុមរក្សាក្រែមលីនក៏បានបញ្ជាក់ថាអ៊ុយក្រែនក៏បានផ្ញើសពបាទរបស់ទាហានរុស្ស៊ីផងដែរបាទអញ្ចឹងយើងក៏មិនទាន់ដឹងចំនួនប្រមាណប៉ុន្តែបើខ្ញុំដកស្រង់បាទចេញពីព័ត៌មាននេះគឺគេដាក់មកថាគឺមាន27នាក់បាទដែលត្រឡប់ទៅកាន់រដ្ឋបាលរុស្ស៊ីវិញបាទអញ្ចឹងព័ត៌មាននេះបើយើងគិតទៅគឺដាក់ពាក្យថាកន្លងមកយើងគិតថាប្រហែលជាបាទអ៊ុយក្រែនបានបាទប្រគល់សពទាហានរុស្ស៊ីបាទជាប្រហែលជាច្រើនលើកផងដែរបាទអញ្ចឹងប្រទេសទាំងពីរនេះបានសម្រេចយុទ្ធសាស្ត្រលើការបដូរនេះបាទក្នុងសន្និសីទបាទក្នុងទីក្រុងអ៊ីស្តាន់ប៊ូលដែលបានបញ្ចប់នៅថ្ងៃទី2ខែមិថុនាឆ្នាំ2025បាទបានន័យថាបាទគេប្រជុំបាទកណ្ដឹងបាទប្រិមិត្តមានចាំទេប្រជុំនៅទីក្រុងអ៊ីស្តាន់ប៊ូលបាទក្នុងសន្និសីទនោះផងដែរបាទអញ្ចឹងទើបតែម្ដងថ្ងៃនេះទេបាទគឺមានបាទព្រមព្រៀងបាទដែលការប្រជុំបាទលើកបាទសេចក្តីបាទបានន័យថាលើកសំណើទៅដាក់នៅក្នុងកិច្ចប្រជុំនោះប៉ុន្តែតពេលទើបទៅដល់ឥឡូវនេះគឺគេចាប់ផ្ដើមសម្រាប់សំណើនឹងតែម្ដងដោយការអនុវត្តបាទបញ្ជូនបាទសពទាហាននឹងផងដែរបាទអញ្ចឹងបើទោះបីជាមានភាពយឺតយ៉ាវបន្តិចក្នុងការប្រព្រឹត្តបដិបត្តិការនេះបាទតែយ៉ាងហោចណាស់វាជាសក្ខីភាពបាទជាក់ស្ដែងមួយថាវាមានតុល្យភាពបាទហ្នឹងហើយចំពោះមនុស្សធម៌ក្នុងសមាគមសង្គ្រាមនេះបាទបញ្ជាក់ផងដែរបាទគឺដូចជាចំណុចនេះគឺអាចថាវិជ្ជមានបន្តិចម្ដងយើងមិនឲ្យថាវិជ្ជមានវាខ្លាំងក្លាទេក៏ប៉ុន្តែវិជ្ជមានបន្តិចម្ដងក្នុងការប្រកួតសពផងដែរហើយណាក៏មិនយកសពនោះបាទទៅកប់ឬក៏ទៅអីបាទផ្សេងជាច្រើនទៀតបាទប្រិយមិត្ត
បាទអញ្ចឹងយើងនឹងចូលដល់ព័ត៌មានទី3នាពេលបន្តិចទៀតនេះផងដែរបាទអរគុណបាទស្វាគមន៍ប្រិយមិត្តបាទត្រឡប់មកវិញម្ដងទៀតបាទជួបជាមួយខ្ញុំម្ដងទៀតបាទគឺ admin បាទ channel ព័ត៌មានអន្តរជាតិបាទអញ្ចឹងយើងឃើញផងដែរគឺការវាយប្រហារដោយយន្តហោះ drone បាទព្រមទី3នេះគឺបាទពីប្រទេសរុស្ស៊ីតែម្ដងលើទីក្រុង Kharkiv នៅប្រទេសអ៊ុយក្រែនផងដែរគឺនៅពេលយប់បាទដែលបណ្ដាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរមែនទែនបាទហ្នឹងហើយអញ្ចឹងការវាយប្រហារនេះផងដែរនៅលើទីក្រុង Kharkiv ហ្នឹងគឺនៅពេលយប់បាទដោយយន្តហោះ drone របស់រុស្ស៊ីបាទដែលមានដូចជារយៈឆ្ងាយផងដែរបាទហ្នឹងហើយហើយក៏មានរងផលប៉ះពាល់បាទជាច្រើនផងដែរបាទក្នុងនោះគឺបាទព័ត៌មានក៏បានដកស្រង់ថាមានមនុស្សម្នាក់បានបាត់បង់ជីវិតនិងមនុស្សចំនួន23នាក់ទៀតក៏បានរងរបួសបាទយន្តហោះបាទដ្រូនចំនួន17គ្រឿងក៏បានបាទទៅបុកអាគារក៏ធ្វើមានអគ្គិភ័យក្នុងផ្ទះល្វែងចំនួន5ជាន់និងបំផ្លាញសេវាសាធារណៈនិងផ្លូវដឹកជញ្ជូនបាទនេះផងដែរគឺបាទវាពិបាកមែនទែនក្នុងការពារបាទប្រទេសអ្វីត្បិតតែមានបាទយន្តហោះដ្រូនច្រើនមែនក៏ប៉ុន្តែអឺអ៊ុយក្រែនក៏មិនអោយដ្រូនបាទចូលទៅគ្រប់ចំនួនដើម្បីបំផ្លិចបំផ្លាញផងដែរបាទក្នុងនោះផងដែរគឺទីក្រុងមួយនេះបាទក្រុងក៏បានប្រកាសថាមានយន្តហោះដ្រូនចំនួន85គ្រឿងបាទហ្នឹងហើយដែលត្រូវបានប្រើទាំងអស់បងតែម្ដងបាទប្រិយមិត្តប៉ុន្តែពេលនោះបាទលោកអាបាក្រុងក៏បានប្រកាសថាក៏បានបាញ់បាទអាបាក្រុងនៅប្រទេសអ៊ុយក្រែនក៏បានថាបានបាញ់យន្តហោះចំនួន40គ្រឿងក៏បានធ្លាក់ផងដែរបាទហ្នឹងហើយអញ្ចឹងបន្ទាប់ពីការវាយប្រហារនេះផងដែរបាទច្បាយក្រុងក៏កំពុងបញ្ញាសង្គ្រោះមនុស្សហើយយើងក៏មិនទាន់ដឹងពីទំហំខូចខាតបាទផ្សេងទៀតនៅឡើយទេបាទអញ្ចឹងបាទចំពោះយន្តហោះដ្រូនផ្សេងទៀតយើងក៏មិនទាន់បានដកស្រង់ចេញផងដែរដោយសារព័ត៌មាននេះគឺជាព័ត៌មានបឋមមកសិនបាទអញ្ចឹងនៅពេលដែលមានបានព័ត៌មានថ្មីទៀតខ្ញុំនឹងអាប់ដេតបាទខ្ញុំនឹងបញ្ជាក់បន្ថែមនៅបាទវីដេអូក្រោយទៀតបាទអរគុណសម្រាប់ការទស្សនាបាទក៏ដូចជាការស្ដាប់បាទបើប្រិយមិត្តគិតថាបាទវីដេអូនេះល្អអាចជួយចុច Subscribe បាទ Channel ខ្ញុំម្នាក់មួយផងដែរអរគុណបាទជម្រាបលា